จ้าออกกุนเคยพาครมกุมายังรอมสะอาดเต้โอ้จ้าสตาเนี่ยกอมโตรสบายนะจ
ចឹងសូមសរសើរក្នុងការដល់ព្រះអង្គដែលក្រុមកុមារគាត់បានត្រៀមលក្ខណៈឲ្យហាត់សមចាដើម្បីនឹងសរសើរការព្រះអង្គនៅល្ងាចនេះចាអញ្ចឹងជាបន្តទៀតនេះខ្ញុំសូមគោរពអញ្ជើញលោកគ្រូដើម្បីលោកគ្រូតាមមកអធិដ្ឋាននឹងបើកកម្មវិធីនៅល្ងាចនេះបាទសូមរំចាត់អធិដ្ឋានជាមួយខ្ញុំអោព្រះបរិយានៃយើងខ្ញុំសូមអរគុណព្រះអង្គដែលព្រះអង្គបានប្រសូតនៅផែនដីនេះដើម្បីជួយសង្គ្រោះមនុស្សយើងទាំងអស់គ្នានៅពេលរសៀលនេះក៏ទាំងអស់គ្នាបានជួបជុំគ្នាដើម្បីអបអរគោរពធ្វើសម្រាប់ព្រះរាជកំណើតរបស់ផងព្រះយេស៊ូវគ្រីស្ទសូមអរគុណព្រះអង្គចំពោះព្រះគុណហើយសេចក្តីស្រឡាញ់ដែលព្រះអង្គលះចោលសេរីល្អនៅឋានសួគ៌ហើយនឹងយាងមកប្រសូតនៅផែនដីដើម្បីជួយសង្គ្រោះយើងខ្ញុំនាំឲ្យយើងខ្ញុំទទួលជឿព្រះយេស៊ូវហើយនឹងបានត្រឡប់ជាកូនរបស់ព្រះអង្គហើយនឹងមានការធានាថាយើងនឹងចូលទៅឋានសួគ៌ដោយសារព្រះយេស៊ូវគ្រីស្ទអរគុណព្រះអង្គម្ដងហើយម្ដងទៀតដែលព្រះអង្គបានបង្ហាញហើយនឹងបន្តព្រះគុណសម្រាប់យើងខ្ញុំហើយនៅពេលរសៀលនេះក៏អ្នកអរគ្នាបានអបអរហើយនឹងមានសេចក្តីអំណររីករាយមកពីឋានសួគ៌សូមព្រះអង្គគង់ចំណោមកម្មវិធីយើងខ្ញុំចាត់តាំងពីឥឡូវរហូតដល់ទីបញ្ចប់ដើម្បីកម្មវិធីយើងខ្ញុំបានคล้ายដូចជាការសរសើរដល់ព្រះនាមឲ្យបានខ្ពស់អូនយ៉ាងណាដែលមិនទាន់ទទួលជឿព្រះយេស៊ូវទាំងចាស់ហើយនិងក្មេងៗសូមឲ្យគេពិចារណាអំពីអត្ថន័យនៃបណ្ដោះអាយនេះដើម្បីឲ្យគេបានចំហចិត្តហើយនឹងទទួលជឿព្រះយេស៊ូវជាព្រះអង្គសង្គ្រោះដើម្បីឲ្យគេបានចូលទៅនៅកឋានសួគ៌ជាមួយយើងខ្ញុំទាំងអស់គ្នាដែរព្រះអង្គអើយសូមព្រះអង្គជួយផ្សព្វផ្សាយដំណឹងបណ្ដោះអាយនេះឲ្យបានទៅដល់គ្រប់ទាំងប្រជាជនកម្ពុជាទាំងមូលដែលកំពុងតែរស់នៅផែនដីនេះគេកំពុងតែស្វែងរកព្រះដ៏ពិតហើយនឹងសេចក្តីសង្គ្រោះប៉ុន្តែគេមិនបានដឹងហើយនឹងមិនបានស្គាល់ទេសូមព្រះអង្គអនុញ្ញាតដល់គេហើយនឹងជួយបើកចំហចិត្តគេដើម្បីឲ្យគេទទួលជាព្រះយេស៊ូវដែលប្រសូតផែនដីនេះដើម្បីคล้ายដូចជាព្រះអង្គសង្គ្រោះសម្រាប់គេសូមឲ្យគេបើកចំហចិត្តហើយនឹងទទួលជាព្រះយេស៊ូវជាព្រះអង្គសង្គ្រោះដើម្បីឲ្យគេคล้ายដូចជាកូនរបស់ព្រះអង្គឲ្យបានច្រើននៅប្រទេសកម្ពុជានៅអំឡុងពេលរដូវដ៏បរិសុទ្ធបណ្ដោះអាយឆ្នាំ2021នេះសូមអរគុណព្រះអង្គសូមព្រះអង្គគង់ចំណោមយើងខ្ញុំក្នុងកម្មវិធីនេះដើម្បីឲ្យយើងខ្ញុំមានរំណោសប្បាយជាមួយគ្នាដើម្បីឲ្យយើងខ្ញុំថ្វាយសេរីរុងរឿងរបស់ព្រះអង្គសូមអរគុណព្រះអង្គសូមអធិដ្ឋានគ្រប់កិច្ចការទាំងអស់នេះដោយនៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនចាសូមអរគុណលោកគ្រូចាឥឡូវនេះកម្មវិធីរបស់យើងនឹងបន្តទៅមុខទៀតចាហើយបងប្អូនទាំងអស់គ្នាបានត្រៀមលក្ខណៈហើយឬនៅចាប្រហែលអ្នកបានត្រៀមលក្ខណៈអត់លើកដែរចាអញ្ចឹងសូម